ច្បាប់សិទ្ធិមនុស្សកម្ពុជានេះគឺជាច្បាប់ដែលត្រូវបានចុះសច្ចាប័នទទួលស្គាល់ដោយរដ្ឋាភិបាលខ្មែរដោយសភាជាតិខ្មែរថាគោរពនិងអនុវត្តតាមច្បាប់សិទ្ធិមនុស្សនេះបងអឹងស៊ីណែមច្បាប់សិទ្ធិមនុស្សកម្ពុជានេះគឺប្រមូលឯកសារធំចំនួន3មួយគឺឯកសារទាក់ទិនទៅនឹងសិទ្ធិមនុស្សដែលបានសរសេរក្នុងរដ្ឋធម្មនុញ្ញច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាច្បាប់ប្រជាធិបតេយ្យសេរីពហុបកអញ្ចឹងតម្រូវឲ្យមានការសរសេរអំពីគោលការណ៍ការពារសិទ្ធិរបស់ពលរដ្ឋណាបងប្អូនយានចិន្តាលោកពូសំសនីច្បាប់សិទ្ធិមនុស្សកម្ពុជានេះគឺក៏ស្រង់ចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី23ដុល្លារ91ដែរដោយសារតែកិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងតែមួយគត់ដែលខ្មែរមានក្នុងប្រវត្តិសាស្ត្រក្នុងប្រវត្តិសាស្ត្រខ្មែរអត់មានទេអត់មានពីរទេមានតែមួយគត់នឹងឯងដែលសរសេរអំពីគោលការណ៍ដើម្បីការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរឲ្យខ្មែរខ្លាយទៅជាម្ចាស់ជួរកវាសនានយោបាយជាតិបងញឹមបូរ៉ាច្បាប់សិទ្ធិមនុស្សកម្ពុជានេះក៏បានស្រង់ចេញអំពីឯកសារទី3ឈ្មោះថាច្បាប់សិទ្ធិមនុស្សអន្តរជាតិច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលមានតាំងពីកតិកាសញ្ញានៅបងមាសពិសុទ្ធរតនៈដែលមានតាំងពីអនុសញ្ញានិងពិធីសារបន្ថែមដែលនេះគឺជាសក្ខីភាពបញ្ជាក់ថាច្បាប់សិទ្ធិមនុស្សនេះគឺមានសារៈសំខាន់ក្រៃលែងសម្រាប់ប្រជាជាតិនិងប្រជាពលរដ្ឋខ្មែរប្រជាជាតិគឺសម្រាប់ប្រទេសជាតិប្រជាពលរដ្ឋខ្មែរគឺយើងទាំងអស់គ្នាមិនមែនតែខ្មែរកណ្ដាលទេខ្មែរក្រោមខ្មែរលើជនជាតិដើមជនជាតិភាគតិចជនភៀសខ្លួនអតីតជនភៀសខ្លួនដែលយើងម្នាក់ជាខ្មែរមានជាមជ័រជាខ្មែរអាចប្រើប្រាស់ច្បាប់សិទ្ធិមនុស្សនេះបាន